ក្រែនអំពាវនាវឲ្យសម្ព័ន្ធមិត្តដាក់ទណ្ឌកម្មរុស្ស៊ីក្រោយចរចាបត់ឈប់បាញ់មិនបានជោគជ័យប្រទេសអ៊ុយក្រែនបានប្រមូលផ្ដុំការគាំទ្រពីសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនបន្ទាប់ពីទីក្រុងគៀវនិងទីក្រុងម៉ូស្កូបានបរាជ័យក្នុងការយល់ព្រមលើបទឈប់បាញ់នៅឯកិច្ចចរចាផ្ទាល់លើកដំបូងក្នុងរយៈពេល3ឆ្នាំដោយប្រទេសរុស្ស៊ីបង្ហាញពីលក្ខខណ្ឌដែលអ៊ុយក្រែនចោទប្រកាន់ថាមិនមែនជាអ្នកចាប់ផ្ដើមក្រោមសម្ពាធពីប្រធានាធិបតីលោកដូណាល់ត្រាំដើម្បីបញ្ចប់ជម្លោះបង្ហូរឈាមដ៏ធំបំផុតនៅអឺរ៉ុបចាប់ផ្ដើមតាំងពីសង្គ្រាមលោកលើកទី2ខណៈប្រតិភូមកពីប្រទេសដែលកំពុងមានសង្គ្រាមបានជួបជុំគ្នាជាលើកដំបូងចាប់តាំងពីខែមីនាឆ្នាំ2022មួយខែបន្ទាប់ពីប្រទេសរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនការចរចានៅវិមានអ៊ីស្តង់ប៊ុលរយៈពេល2ម៉ោងរុស្ស៊ីបានសម្ដែងនូវការពេញចិត្តចំពោះជំនួបនេះហើយថាខ្លួនត្រៀមខ្លួនជាស្រេចដើម្បីបន្តទំនាក់ទំនងប្រទេសទាំងពីរបានយល់ព្រមធ្វើការផ្លាស់ប្ដូរអ្នកទោសសង្គ្រាមចំនួន 1000 នាក់ប៉ុន្តែមិននិយាយពីបទឈប់បាញ់ទោះបីជាយ៉ាងណាក៏ដោយប្រភពមួយបានឲ្យដឹងថាទីក្រុងម៉ូស្កូបានចេញឱវាទឲ្យអ៊ុយក្រែនដកខ្លួនចេញពីផ្នែកខ្លះនៃទឹកដីរបស់ខ្លួនដើម្បីទទួលបានបទឈប់បាញ់និងលក្ខខណ្ឌមិនចាប់ផ្ដើមនិងមិនស្ថាបនាខណៈកិច្ចចរចាបត់ឈប់បាញ់ហាក់មិនទាន់ទទួលបានផ្លែផ្កាអ្វីទាល់តែសោះ